បងប្អូននៅកំពុងទស្សនាវីដេអូមួយនេះតើបងប្អូនប្រមាណអ្នកដែលបានធ្លាប់ចូលរួមព្រឹត្តិការណ៍សមាធិត្រីដែលមានព្រះអាទិត្យរះចំប្រាង្គប្រាសាទអង្គរវត្តព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យមែនទែនហើយបើសិនជាបងប្អូនអត់ដែលបានទៅទេអាចមើលវីដេអូមួយនេះដល់ចប់ហើយនឹងមានអារម្មណ៍ថារំភើបនិងអស្ចារ្យមែនទែនបាទព្រឹត្តិការណ៍សមាធិត្រីបើសិនជាយើងចង់ទៅមើលតតែយើងឡើងពីយប់នេះគឺព្រឹត្តិការណ៍មួយដែលខ្ញុំទៅកំឡុងពេលខែ3ឆ្នាំ2025នេះម៉ោងនេះគឺម៉ោងប្រហែលជាម៉ោង4កន្លះមានមនុស្សច្រើនណាស់គាត់ដើរហើយបើសិនជាយើងទុកឡានវិញឡានក៏ស្ទះដែរអញ្ចឹងយើងត្រូវរកកន្លែងផ្ញើឡានផ្ញើម៉ូតូឲ្យបានស្រួលបួលនឹងដើរចូលទៅប្រាសាទអង្គរវត្តហើយខ្ញុំសូមជម្រាបជូនអ្នកទាំងអស់គ្នាបន្តិចបើសិនជាយើងចង់ទៅមើលសូមក្រោកឲ្យលឿនបន្តិចបើសិនជាយើងក្រោកយឺតពេកគឺយើងអត់មានកន្លែងឈរយើងអត់អាចចាប់ប្លង់ព្រះអាទិត្យរះបានស្អាតទេបាទអញ្ចឹងបើសិនជាយើងទៅលឿនយើងអាចឈរចាប់ប្លង់មួយដែលយើងអាចថតបានព្រះអាទិត្យស្អាតណានេះអ្នកទាំងអស់គ្នាដូចឃើញអញ្ចឹងថាឥឡូវនេះពេលដែលខ្ញុំចូលមកដល់នេះម៉ោងត្រឹម4កន្លះ5ហ្នឹងប៉ុន្តែមេឃរៀងភ្លឺតិចតិចហើយមានមនុស្សច្រើនមែនទែនគាត់អង្គុយគាត់ឈរគាត់ចាំព្រះអាទិត្យរះបាទច្រើនណាស់មានទាំងប្រជាជនខ្មែរយើងមានមកគ្រប់ខេត្តគ្រប់ក្រុងទាំងអស់ហើយមានទាំងបរទេសមកច្រើនមែនតើអញ្ចឹងបើសិនជាយើងជាកូនខ្មែរបើសិនជាយើងមានពេលវេលាយើងអាចឆ្លៀតបានខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាចូលរួមព្រឹត្តិការណ៍សមាធិត្រីនេះឲ្យបានម្ដងពីរដងក្នុងមួយជីវិតពិតជាអស្ចារ្យមែនតើបាទខ្ញុំអត់អាចរៀបរាប់បរិយាយបានទេប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាទៅអ្នកទាំងអស់គ្នាពិតជាមានអារម្មណ៍រំភើបហើយមានអារម្មណ៍មោទនភាពមានអារម្មណ៍ថាអូហេតុអីបានជាដូនតារបស់យើងគាត់អាចបង្កើតនៅប្រាសាទដែលអាចធ្វើឲ្យព្រះអាទិត្យរះនៅចំកំពូលប្រាសាទក្នុងរយៈពេល2ដងក្នុងមួយឆ្នាំអញ្ចឹងព្រឹត្តិការណ៍សមាធិត្រីនេះគឺកើតឡើងតែ2ដងទេក្នុងមួយឆ្នាំហើយកើតឡើងជាទូទៅគឺនៅក្នុងខែ3និងខែ9ចន្លោះពីថ្ងៃទី20និង23នៃខែទាំងពីរហ្នឹងហើយពិសេសមែនតើណាគឺសម្រាប់ឆ្នាំ2025នេះអ្នកទាំងអស់គ្នាខែ9នេះគឺថ្ងៃ20 23ហ្នឹងគឺចំពេលបុណ្យភ្ជុំបិណ្ឌតែម្ដងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ទៅទស្សនាគឺមានភាពងាយស្រួលបើសិនជាយើងធ្វើការយើងមិនពិបាកដាក់ច្បាប់ដាក់អីទេហើយបើសិនជាអ្នករស់ស៊ីវិញក៏អាចពេលហ្នឹងគឺយើងជប់សម្រាកយើងអាចបានទៅមើលទាំងអស់គ្នាហើយកុំភ្លេចបើសិនជាយើងចង់ទៅមើលកុំភ្លេចកក់អូតែលកក់កន្លែងគេងកន្លែងអីឲ្យបានស្រួលបួលហើយទៅកុំគេងយូរបាទបើសិនជាអ្នកទាំងអស់គ្នាហ៊ានទៅក្រោកទៅម៉ោងប្រហែលជា5ជាងអីហ្នឹងប្រហែលជាពិបាកអត់មានកន្លែងទី1អត់មានកន្លែងចតឡានចតម៉ូតូទេទី2ក៏អត់មានកន្លែងឈរចាប់ប្លង់ថតរូបស្អាតដែរបាទអញ្ចឹងយើងត្រូវទៅពេលព្រឹកមែនតើដូចអ្នកទាំងអស់គ្នាឃើញនេះបាទសុទ្ធតែអ្នកទៅច្រើនមែនតើបាទអញ្ចឹងខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាបើសិនជាមានពេលវេលាកុំភ្លេចទៅមើលសមាធិត្រីទាំងអស់គ្នាហើយយើងជួបគ្នានៅក្នុងខែ9ថ្ងៃទី20ទៅថ្ងៃទី23នេះហើយកុំភ្លេចណាផ្តិតរូបភាពនិងវីដេអូឲ្យច្រើនដើម្បីយើងផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទៅមិត្តភ័ក្តិទៅបងប្អូននៅទូទាំងពិភពលោកហើយដើម្បីឲ្យភ្ញៀវទេសចរមកលេងប្រទេសកម្ពុជាយើងកាន់តែច្រើនឡើងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះសង្ឃឹមថាជួបគ្នានៅខែ9ទាំងអស់គ្នា